ស្ដីប្រិយមិត្តទាំងអស់គ្នាសូមស្វាគមន៍មកកាន់នីតិចំណេះដឹងយោធារបស់ The Funan Times តើអ្នកធ្លាប់ឆ្ងល់ទេថានៅពេលកងកម្លាំងពិសេសរបស់អាមេរិកដូចជាក្រុម Navy SEALs ឬ Delta Force ត្រូវទៅបំពេញបេសកកម្មសម្ងាត់នៅកណ្ដាលអាត្រិតតើគេប្រើមធ្យោបាយអ្វីដើម្បីធ្វើដំណើរចម្លើយគឺឧទ្ធម្ភាគចក្រ MH-47G Chinook ថ្ងៃនេះយើងនឹងទៅស្វែងយល់ថាតើវាខ្លាំងនិងអស្ចារ្យកម្រិតណា MH-47G មិនមែនជាឧទ្ធម្ភាគចក្រដឹកជញ្ជូនធម្មតានោះទេបើយោងតាមរបាយការណ៍ពីសារព័ត៌មាន Associated Press AP នេះគឺជាប្រភេទឧទ្ធម្ភាគចក្រដែលគេកែច្នៃឡើងសម្រាប់តែកងវារសេនាធុំអាកាសចរប្រតិបត្តិការពិសេសទី160របស់អាមេរិកតែប៉ុណ្ណោះចំណុចពិសេសទី1រូបរាងនិងកម្លាំងលក្ខណៈដែលយើងងាយចំណាំបំផុតគឺវាមានកង្ហារធំចំនួន2នៅពីលើវាមានកម្លាំងខ្លាំងរហូតអាចដឹកទាហានបានរាប់សិបនាក់ឬដឹកកាណុងបែងធំនិងឡានយោធាបានយ៉ាងងាយស្រួលចំណុចពិសេសទី2ការហោះហើរពេលយប់និងគ្រប់អាកាសធាតុតើអ្វីដែលធ្វើឲ្យវាខុសពី Chinook ធម្មតាគឺភ្នែករបស់វា MH-47G បំពាក់ដោយប្រព័ន្ធរ៉ាដានិង sensor ទំនើបបំផុតដែលអនុញ្ញាតឲ្យអ្នកបើកបរមើលឃើញច្បាស់ដូចថ្ងៃទោះបីជាកំពុងហោះហើរក្នុងយប់ងងឹតស៊ុយស៊ុងឬក្នុងព្យុះខ្សាច់ក៏ដោយឧទាហរណ៍កាលពីបេសកកម្មតាមប្រមាញ់មេភេរវករអូសាម៉ាប៊ីនឡាដិនកងទ័ពអាមេរិកបានប្រើប្រាស់ឧទ្ធម្ភាគចក្រប្រភេទនេះដើម្បីដឹកជញ្ជូនកងកម្លាំងចូលទៅក្នុងតំបន់ភ្នំដ៏គ្រោះថ្នាក់ដោយសម្ងាត់បំផុតចំណុចដ៏អស្ចារ្យមួយទៀតគឺការចាក់សាំងលើអាកាស MH-47G មានទុយោវែងមួយនៅផ្នែកខាងមុខវាអាចភ្ជាប់ជាមួយយន្តហោះចាក់សាំងទាំងកំពុងហោះហើរមានន័យថាវាអាចហោះបានរាប់ពាន់គីឡូម៉ែត្រដោយមិនចាំបាច់ចោះចាក់សាំងឡើយប្រព័ន្ធការពារខ្លួនក្រៅពីដឹកជញ្ជូនវាក៏មានធ្មេញសម្រាប់ការពារខ្លួនដែរវាបំពាក់ដោយកាំភ្លើងយន្តខ្នាតធំនៅសងខាងដែលអាចបាញ់ការពារកងទ័ពនៅពេលចកទ័ពបើយោងតាមគេហទំព័រការពារជាតិអាមេរិក MH-47G ក៏មានប្រព័ន្ធការពារគ្រាប់មីស៊ីលដែលអាចបំផ្ញន់គ្រាប់ដែលសត្រូវបាញ់មកលើវាទៀតផងសរុបមក MH-47G គឺជាឆ្អឹងខ្នងមិនអាចខ្វះបាននៃកងទ័ពអាកាសអាមេរិកវាជាម៉ាស៊ីនដ៏មានឥទ្ធិពលដែលរួមគ្នារវាងកម្លាំងបុកភាពវៃឆ្លាតនិងភាពធន់សូមអរគុណសម្រាប់ការតាមដានទស្សនាវីដេអូពី The Funan Times បើសិនជាបងប្អូនចូលចិត្តវីដេអូនេះកុំភ្លេចចុច like និង subscribe ដើម្បីបានចំណេះដឹងថ្មីបន្ថែមទៀតតើបងប្អូនចង់ឲ្យយើងរៀបរាប់ពីអាវុធអ្វីនៅវីដេអូក្រោយសូមបញ្ចេញមតិនៅខាងក្រោមសូមជម្រាបលា